អ ក្រិតកម្មសង្គ្រាមនិងវិបត្តិមនុស្សធម៌នៅក្នុងតំបន់អាស៊ានហើយដើម្បីបានជាប្រទេសថៃទូចំនួននៅពេលនេះបន្ទាប់ពីការអំពាវនាវដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ សង្គ្រាមបានផ្ទុះឡើងវិញចាប់ពីថ្ងៃទី 7 ធ្នូ 2025 វាមិនត្រឹមតែជាការប៉ះទង្គិចតូចនៅព្រំដែនទេប៉ុន្តែបានរហ័សបំលែងទៅជាការប្រយុទ្ធធំតាមបណ្ដោយព្រំដែនសាមញ្ញទាំងពីរជំហានប្រើអាវុធធ្ងន់ដូចជាទូកភ្លើង B21 រថថ្នាំទឹកយន្តហោះសង្គ្រោះយោធានិងយន្តហោះគ្មានមនុស្សបើកបរម៉ាស៊ីនហោះឥតមនុស្ស សង្គ្រាមបានផ្ទុះឡើងវិញចាប់ពីថ្ងៃទី 7 ធ្នូ 2025 វាមិនត្រឹមតែជាការប៉ះទង្គិចតូចនៅព្រំដែនទេប៉ុន្តែបានរហ័សបំលែងទៅជាការប្រយុទ្ធធំតាមបណ្ដោយព្រំដែនសាមញ្ញទាំងពីរជំហានប្រើអាវុធធ្ងន់ដូចជាទូកភ្លើងលំ21រថថ្នាំទឹកយន្តហោះសង្គ្រោះយោធានិងយន្តហោះគ្មានមនុស្សបើកបរម៉ាស៊ីនហោះឥតមនុស្ស កាំភ្លើងអាកាសរបស់ថៃកងទ័ពថៃបានប្រើយន្តហោះយោធា F-15 មួយធ្វើការវាយប្រហារច្រើនលើទីតាំងយោធាដែលត្រូវបានចោទប្រកាន់ថាជាការទទួលខុសត្រូវរបស់កម្ពុជានៅខេត្តអូដាមានឆេគោលដៅគឺឃ្លាំងគ្រឿងសង្កួសនិងអាវុធធ្ងន់ដើម្បីកាត់ផ្លូវគាំទ្រពន្លឺត្រូវ ប្រតិកម្មរបស់កម្ពុជាចោទថាថៃបានឆ្លងដែននិងប្រើអាវុធលើសលុបការវាយប្រហារបានបាញ់ចូលតំបន់ស្រុកបង្កការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋានសាធារណៈនៅទីក្រុងសំរោងខេត្តអូដាមានឆេនិងខេត្តផ្សេងទៀត កាំភ្លើងអាកាសរបស់ថៃកងទ័ពថៃប្រើយន្តហោះយោធា F-15 មួយវាយប្រហារទីតាំងយោធាគោលដៅគឺឃ្លាំងគ្រឿងសង្កួសនិងអាវុធធ្ងន់ប្រតិកម្មរបស់កម្ពុជាចោទថាថៃឆ្លងដែននិងប្រើអាវុធលើសលុបការវាយប្រហារបានបាញ់ចូលតំបន់ស្រុកបង្កការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋានសាធារណៈនៅខេត្តអូដាមានឆេនិងខេត្តផ្សេងទៀត កាំភ្លើងអាកាសរបស់ថៃកងទ័ពថៃបានប្រើយន្តហោះយោធា F-15 មួយធ្វើការវាយប្រហារច្រើនលើទីតាំងយោធាដែលត្រូវបានចោទប្រកាន់ថាជាការទទួលខុសត្រូវរបស់កម្ពុជានៅខេត្តអូដាមានឆេគោលដៅគឺឃ្លាំងគ្រឿងសង្កួសនិងអាវុធធ្ងន់ដើម្បីកាត់ផ្លូវគាំទ្រភពលើស្ទើរប្រតិកម្មរបស់កម្ពុជាចោទថាថៃបានឆ្លងដែននិងប្រើអាវុធលើសលុបការវាយប្រហារបានបាញ់ចូលតំបន់ស្រុកបង្កការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋានសាធារណៈនៅទីក្រុងសំរោងខេត្តអូដាមានឆេនិងខេត្តផ្សេងទៀត សង្ខេបរហ័សដល់បច្ចុប្បន្នអ្នកស៊ីវិលស្លាប់អ្នកយ៉ាងហោចណាស់ 15 អ្នកនៅកម្ពុជាអ្នកស្លាប់ថៃអ្នកយ៉ាងហោចណាស់ 22 អ្នករួមទាំងស៊ីវិលនិងទាហានចំនួនអ្នកភ្លាមត្រូវរត់ជំនះលើ 500,000 អ្នកនៅកម្ពុជារយៈពេលអ្នកនៅថៃការខូចខាតមូលដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធបានបង្កការខូចខាតធ្ងន់ធ្ងរនៅតំបន់ព្រំដែនជាច្រើនកម្ពុជាបានប្រកាសថារយៈពេលទាហានថៃបានស្លាប់នឹងលើ 1,000 អ្នករងរបួស សង្ខេបរហ័សដល់បច្ចុប្បន្នអ្នកស៊ីវិលស្លាប់អ្នកយ៉ាងហោចណាស់ 19 អ្នកនៅកម្ពុជាអ្នកស្លាប់ថៃអ្នកយ៉ាងហោចណាស់ 22 អ្នករួមទាំងស៊ីវិលនិងទាហានចំនួនអ្នកភ្លាមត្រូវរត់ជំនះលើ 500,000 អ្នកនៅកម្ពុជារយៈពេលអ្នកនៅថៃការខូចខាតមូលដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធបានបង្កការខូចខាតធ្ងន់ធ្ងរនៅតំបន់ព្រំដែនជាច្រើនកម្ពុជាបានប្រកាសថារយៈពេលទាហានថៃបានស្លាប់នឹងលើ 1,000 អ្នករងរបួស ព័ត៌មានជាក់ស្ដែងអំពីនយោបាយក្នុងស្រុកអំណាចនៅខាងក្រោយនិងប៉ុន្មានទស្សនវិជ្ជាអំពីសម្ងាត់យោធារបស់ថៃនឹងមាននៅក្នុងព័ត៌មានបន្ទាប់សូមទស្សនាដោយបន្ត ព័ត៌មានជាក់ស្ដែងអំពីនយោបាយក្នុងស្រុកអំណាចនៅខាងក្រោយនិងប៉ុន្មានទស្សនវិជ្ជាអំពីសម្ងាត់យោធារបស់ថៃនឹងមាននៅក្នុងព័ត៌មានបន្ទាប់សូមទស្សនាដោយបន្ត ថៃរដ្ឋាភិបាលកំពុងប្រឈមមុខនឹងបញ្ហាដោយសារទឹកជំនន់ធម្មជាតិដ៏ធ្ងន់ធ្ងរនិងបញ្ហាផ្ទៃក្នុងការផ្ដោតលើសង្គ្រាមខ្ទង់ព្រំដែនការផ្លាស់ប្ដូរប្រធានរដ្ឋមន្ត្រីនៅថៃក្នុងរយៈពេល 2 ឆ្នាំមានប្រធានរដ្ឋមន្ត្រីចំនួន 3 នាក់ហើយថ្មីនេះបានលះបង់សភានេះជាយុទ្ធសាស្ត្រដែលប្រើប្រាស់ញឹកញាប់នៅប្រទេសនេះក្រៅពីនេះមេដឹកនាំនៃប្រទេសនេះមានព័ត៌មានល្បីថាមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រទេសខាងលិចនិងអំណាចដ៏ធំខាងក្រោយមិនមានភស្តុតាងបញ្ជាក់ទេ ថៃរដ្ឋាភិបាលកំពុងប្រឈមមុខនឹងបញ្ហាដោយសារទឹកជំនន់ធម្មជាតិដ៏ធ្ងន់ធ្ងរនិងបញ្ហាផ្ទៃក្នុងការផ្ដោតលើសង្គ្រាមខ្ទង់ព្រំដែនការផ្លាស់ប្ដូរប្រធានរដ្ឋមន្ត្រីនៅថៃក្នុងរយៈពេល 2 ឆ្នាំមានប្រធានរដ្ឋមន្ត្រីចំនួន 3 នាក់ហើយថ្មីនេះបានលះបង់សភានេះជាយុទ្ធសាស្ត្រដែលប្រើប្រាស់ញឹកញាប់នៅប្រទេសនេះក្រៅពីនេះមេដឹកនាំនៃប្រទេសនេះមានព័ត៌មានល្បីថាមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រទេសខាងលិចនិងអំណាចដ៏ធំខាងក្រោយមិនមានស្ថិរតាំងបញ្ជាក់ទេ ហើយកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងរួមទាំងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនិងភាពមិនស្ថិតស្ថេរនយោបាយនៅពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់រវាងចិនសហរដ្ឋអាមេរិកនិងជប៉ុនកើនឡើងខ្លាំងជម្លោះរវាងថៃនិងកម្ពុជាបានចាប់ផ្ដើមផ្ទុះឡើងក្នុងភូមិសាស្ត្រនយោបាយមិនមានការស្របពេលដោយចៃដន្យឡើយ ថ
ថៃកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងរួមទាំងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនិងភាពមិនស្ថិតស្ថេរនយោបាយនៅពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់រវាងចិនសហរដ្ឋអាមេរិកនិងជប៉ុនកើនឡើងខ្លាំងជម្លោះរវាងថៃនិងកម្ពុជាបានចាប់ផ្ដើមផ្ទុះឡើងក្នុងភូមិសាស្ត្រនយោបាយមិនមានការស្របពេលដោយចៃដន្យឡើយ សហរដ្ឋអាមេរិកមិនចង់ឲ្យចិនគ្រប់គ្រងកំពង់ផែយោធានៅតំបន់រៀមទាំងស្រុងឡើយទីតាំងនេះមានសារៈសំខាន់យុទ្ធសាស្ត្រអាចបើកច្រកទៅឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូងឡាវមិនមែនជាគោលដៅសេដ្ឋកិច្ចទេប៉ុន្តែឡាវជាច្រកភូមិសាស្ត្រយុទ្ធសាស្ត្រដែលភ្ជាប់ពីចិនចូលមកអាស៊ីអាគ្នេយ៍ការកម្រិតពាណិជ្ជកម្មគឺជាសារថាអាមេរិកមិនអនុញ្ញាតឲ្យចិនពង្រីកឥទ្ធិពលនៅតំបន់នេះ សហរដ្ឋអាមេរិកមិនចង់ឲ្យចិនគ្រប់គ្រងកំពង់ផែយោធានៅតំបន់រៀមទាំងស្រុងឡើយទីតាំងនេះមានសារៈសំខាន់យុទ្ធសាស្ត្រអាចបើកច្រកទៅឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូងឡាវមិនមែនជាគោលដៅសេដ្ឋកិច្ចទេប៉ុន្តែឡាវជាច្រកភូមិសាស្ត្រយុទ្ធសាស្ត្រដែលភ្ជាប់ពីចិនចូលមកអាស៊ីអាគ្នេយ៍ការកម្រិតពាណិជ្ជកម្មគឺជាសារថាអាមេរិកមិនអនុញ្ញាតចិនពង្រីកឥទ្ធិពលនៅតំបន់នេះ ថៃអាចទទួលបានយន្តហោះគ្មានមនុស្សបើកវាយប្រហារទំនើបក្នុងចំនួនដ៏ច្រើនក្នុងសង្គ្រាមទំនើបអាវុធនិងព័ត៌មានសម្ងាត់មិនចាំបាច់បង្ហាញជាសាធារណៈថៃបានចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់ចំនួននេះនៅលើពិភពលោកមានតែសហរដ្ឋអាមេរិកដែលមានសមត្ថភាពត្រួតពិនិត្យយុទ្ធសាស្ត្រជាសកលសមរភូមិសពថ្ងៃមើលឃើញច្បាស់ដូចបាតដៃអ្វីដែលកំពុងកើតឡើងមិនមែនជាចំនួនពីប្រទេសប៉ុណ្ណោះទេប៉ុន្តែជាល្បែងអំណាចរបស់មហាអំណាចស៊ាំតាមដានដើម្បីកុំខកខាន ថៃអាចទទួលបានយន្តហោះគ្មានមនុស្សបើកវាយប្រហារទំនើបក្នុងចំនួនដ៏ច្រើនក្នុងសង្គ្រាមទំនើបអាវុធនិងព័ត៌មានសម្ងាត់មិនចាំបាច់បង្ហាញជាសាធារណៈថៃបានចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់ចំនួននេះនៅលើពិភពលោកមានតែសហរដ្ឋអាមេរិកដែលមានសមត្ថភាពត្រួតពិនិត្យយុទ្ធសាស្ត្រជាសកលសមរភូមិសប្តាហ៍ថ្ងៃមើលឃើញច្បាស់ដោយបាតដៃអ្វីដែលកំពុងកើតឡើងមិនមែនជាចំនួនពីប្រទេសប៉ុណ្ណោះទេប៉ុន្តែជាល្បែងអំណាចរបស់មហាអំណាចសូមតាមដានដើម្បីកុំខកខាន កំឡុងពេលចំនួននេះកម្ពុជាបានបង្ហាញភាពមានសមត្ថភាពខ្ពស់ប្រទេសដែលបានឆ្លើយខកការបាត់បង់ជាច្រើនក្នុងសង្គ្រាមយល់ពីតម្លៃនៃភាពរួមគ្នាសេចក្តីសាមគ្គីសង្គមត្រូវបានបង្កើនការប្រើប្រាស់យ៉ាងឆាប់ៗនិងយុទ្ធសាស្ត្រពិតប្រាកដបង្ហាញភាពអាចឆ្លើយក៏បានយ៉ាងច្បាស់ក្នុងសង្គ្រាមទំនើបមូលបឋមផ្នែកចិត្តសាស្ត្រនិងសង្គមកំពុងសំខាន់ហើយកម្ពុជាកំពុងយកអត្ថប្រយោជន៍ពីវាអ្វីកំពុងកើតឡើងគឺតែចំណុចផ្ទៃលើប៉ុណ្ណោះនៅក្នុងវីដេអូភាគបន្ទាប់យើងនឹងស្វែងរកចម្លើយសំខាន់គឺក្តារចរន្តនយោបាយកម្ពុជាអំណាចលាក់ស្ថិតនៅទីណាសូមរងចាំនិងតាមដានវីដេអូភាគទី2 កំឡុងពេលចំនួននេះកម្ពុជាបានបង្ហាញភាពមានសមត្ថភាពខ្ពស់ប្រទេសដែលបានថ្លៃគឺការបាត់បង់ច្រើនក្នុងសង្គ្រាមយល់ពីតម្លៃនៃភាពរួមគ្នាសេចក្តីសាមគ្គីសង្គមត្រូវបានបង្កើនការប្រើប្រាស់យ៉ាងឆាប់ៗនិងយុទ្ធសាស្ត្រពិតប្រាកដបង្ហាញភាពអាចឆ្លើយតបបានយ៉ាងច្បាស់ក្នុងសង្គ្រាមទំនើបមូលបឋមផ្នែកចិត្តសាស្ត្រនិងសង្គមកំពុងសំខាន់ហើយកម្ពុជាកំពុងយកអត្ថប្រយោជន៍ពីវាអ្វីដែលកំពុងកើតឡើងគឺតែចំណុចផ្ទៃលើប៉ុណ្ណោះនៅក្នុងវីដេអូភាគបន្ទាប់យើងនឹងស្វែងរកចម្លើយសំខាន់ក្តារចរន្តនយោបាយកម្ពុជាអំណាចលាក់ស្ថិតនៅទីណាសូមរងចាំនិងតាមដានវីដេអូភាគទី2